ចូលមែនតើបានតែបកធ្វើកណាប់វិញចេកថាធ្វើតាំងពីថ្ងៃតែអត់បានធ្វើរវល់ជូនកូនទៅសាលាមានរណាពេលខ្ញុំយកខ្ទិះចុងមកងាស់ដល់ចឹងវាឡើងពុះហើយនេះគឺចេញមកក្របស្គូនេះច្រើនណាស់នេះដាក់ទាំងអស់អត់ទេទាំងអស់ទេគឺប្រើស្ករត្នោតបងប្អូនស្ករនេះចាក់ថ្មីសល្អនេះបងប្អូនអើយនេះកូនខ្ញុំក៏ចូលចិត្តដែរមួយថ្ងៃចិត្តតែមកកេះលឹកទីស្ករគ្រាប់ហើយគាត់ញ៉ាំច្រើនថាតែក្តៅខ្លួនទៀតណាប្រើស្ករត្នោតទៅឈ្ងុយពីស្លាបព្រានេះបងប្អូនចេកផ្អែមដែរអញ្ចឹងមិនដាក់ញ៉ាំផ្អែមហ្នឹងមិនស្ករមិនដាក់អញ្ចឹងអត់ឆ្ងាញ់ទៀតអត់ផ្អែមឡែមក៏អត់កើតដល់វគ្គដាក់ចេកចូលចេកទៀតទៅមុខឡើយវ៉ាវអូយចេញរូបរាងចេកខ្ទិះតិចហើយរាវបន្តិចឯងមកទៅមានគ្រាប់សាគូមកខ្ញុំថាខ្លាចគ្រាប់សាគូច្រើនតែដល់ពេលហើយអត់មានគ្រាប់សាគូរីកផងស្ទើរផ្អែមឲ្យតែដាក់អំបិលបន្តិចទៀតអំបិលមកចង់ណាអញ្ចឹងទៅអុយក្តៅបងស្ករបងនៅតែអត់ផ្អែមទៀតថែមតិចទៀតតែដាក់អំបិលតិចទៅរៀងនេះហើយអូយផ្អែមក៏ប៉ុតផ្អែមគេប្រើស្ករច្រើនណាស់នេះដល់ពេលខ្ញុំធ្វើញ៉ាំខ្លួនឯងអញ្ចឹងខ្ញុំដឹងថាពេលខ្ញុំធ្វើបដៅខ្ញុំភ្លក់បដៅនិយាយទៅខ្ញុំអត់ដឹងថាគេវាស់ຂະຫນាតម៉ានអីម៉ានអត់ចេះធ្វើមិនដែរធ្វើមិនថាអត់ចេះធ្វើថាអត់ចេះក៏បានដែរមិនដែរធ្វើហើយអត់មានមើល YouTube យូរអីទៀតនេះធ្វើព្រាវហ្នឹងដូចធ្វើអត់ត្រូវមិនទេនេះនៅថែមអីទៀតទេប្រហែលជាស្ករលីស្ករសបន្តិចណាចាក់ខ្ទិះដូងនេះខ្ទិះដើមណាចាក់ចូលមកវ៉ាវមានអីនេះតំណងណាតែនិយាយមែនបង្អែមគឺប្រើស្ករច្រើនណាស់ញ៉ាំរបស់គេរាល់ដងឆ្ងាញ់តែនឹងគេដាក់ស្ករប៉ុន្មានទេដល់ពេលសាក់ធ្វើខ្លួនឯងចេះបានដឹងថាស្ករច្រើនគាត់ថាបង្អែមនេះមិនខ្ញុំដាក់ស្ករប្រហែលជា5 10ព្រាបាយស្ករត្នោតហើយមានលុយស្ករសដែរស្ករសដូចជា2ស្លាបព្រាមកតែបានរសជាតិរៀងមុតបន្តិចឆ្ងាញ់ណាស់បងប្អូនអើយខ្ញុំចេះធ្វើចេកខ្ទិះហើយមិនគាត់ញ៉ាំចេកខ្ទិះអត់នេះញ៉ាំអត់មកលក់ឲ្យញ៉ាំជាតិសុភីកូនតើឡើយđấy mà lại mà tràn này cần làm này đóng nhắm chị xí hết nhá nhá nè nghe nhẹ con nhanh ôi để không chạy hả lý á không chắc mình ở đây